បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចេញវីដេអូវេប1ជាមួយនឹងការប្រើប្រាស់នៅ AI Gemini ដែលនៅក្នុង AI Gemini គឺវាមានបន្ថែមមុខងារនៅវីដេអូគេថាយើង generate វីដេអូបានណាអញ្ចឹងវាបន្ថែមមុខងារ VO 3កាលពីមុនគឺវាមាន VO 2អញ្ចឹងថ្ងៃនេះគឺវាដាក់និយាយថាវាទៅ update ថ្មីវាដាក់ VO 3អញ្ចឹងពាក់ព័ន្ធមួយការប្រើប្រាស់នៅ VO 3គឺ generate ទៅវាមាននៅសំឡេងថែមទៀតទៅវាពិតជាល្អមែនទេសម្រាប់បងប្អូនអរគ្នាប្រើប្រាស់នៅ VO 3ចឹងបងប្អូនអាចធ្វើការ generate វីដេអូមានសំឡេងបានអូខេអញ្ចឹងយើងទៅប្រើទាំងអស់គ្នាអញ្ចឹងបងប្អូនចង់បានអីឥឡូវយើង generate មកថា Angkor Wat Cambodia អញ្ចឹងចាខ្លីៗងាយឆាប់បានអូខេយើង generate អញ្ចឹងមកហើយយើងចុចលើកន្លែងវីដេអូនេះចុចឲ្យវាចេញមកអញ្ចឹងមកហើយយើង generateរងចាំវា3ទៅ5នាទីគឺវានឹងចេញឲ្យយើងហើយអូខេឥឡូវវីដេអូរបស់យើងធ្វើការ generate បានហើយនេះវាបង្ហាញអំពីអង្គរវត្តខ្មែររបស់យើងអញ្ចឹងយើងអាច play បានវាមានទាំងសំឡេងវាមានទាំងរូបភាពឲ្យយើងក៏តែវាល្អមែនតើយើងអាចធ្វើការ generate ជាសាច់រឿងបានអញ្ចឹងពាក់ព័ន្ធមួយការ generate ហ្នឹងគឺយើងអាច generate ជា prompt អីចង់បាន prompt យើងគាត់ថាយើងចង់បានវាល្អជាងហ្នឹងយើងអាចប្រើ Gemini ហ្នឹងធ្វើការ generate prompt ឲ្យយើងបានឧទាហរណ៍ថាចេះយើងដាក់ប៉ុណ្ណេះវាឲ្យយើងប្រាប់វាថាចេះឲ្យវា generate ជា prompt ឲ្យយើងដាក់ថា generate scene by scene អញ្ចឹងទៅវាអាច generate ជាដឹងថា scene ឲ្យយើងអញ្ចឹងណាម៉ាស៊ីនអញ្ចឹងអូខេឥឡូវយើង enter ទៅអូខេនេះវា generate ជា scene ឲ្យយើងណាចឹងបងប្អូនអាចថាវីដេអូទី1បងប្អូន generate យកអានេះយកទៅ generate ចឹងទៅហើយ scene ទី2បងប្អូនអាចយកនេះទៅ generate ចឹងទៅហើយ scene ទី3បងប្អូនអាចយកនេះ generate ចឹងទៅអញ្ចឹងនៅពេលដែលយើង generate បានប្រហែល scene ហ្នឹងហើយយើងយកវីដេអូមកផ្គុំគ្នាអូខេអានេះគឺជាការ generate prompt បើសិនជាក្នុងករណីថាយើងខ្ជិលសរសេរញញច្រើនវែងឆ្ងាយចង់ឲ្យវាល្អជាងហ្នឹងគឺបងប្អូនអាចប្រើនៅ Gemini ហ្នឹងក្នុងការ generate ជា scene បែបហ្នឹងបានវាពិតជាងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នាធ្វើការបង្កើតវីដេអូមួយដើម្បីផុសនៅលើ social media អូខេនេះជាការបង្ហាញខ្លីមួយរបស់ក្មេង DG បងប្អូនកុំភ្លេច subscribe នៅលើ channel YouTube របស់ពួកយើងដើម្បីទទួលបាននៅវីដេអូនេះបន្តទៀតអូខេអរគុណច្រើន